អ្នកដែលស្ទះឬក៏ដាច់សរសៃឈាមខួរក្បាលហើយមានពិការភាពមួយចំហៀងខ្លួនពិបាកនិយាយថាតើការព្យាបាលរបៀបម៉េចបាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងអ្នកដែលគាត់ដាច់ឬក៏ស្ទះសរសៃឈាមខួរក្បាលការព្យាបាលមាន3ប្រភេទសំខាន់ណាទី1យើងព្យាបាលដោយការប្រើថ្នាំអ្នកដែលគាត់ដាច់សរសៃឈាមខួរក្បាលឬក៏ស្ទះសរសៃឈាមខួរក្បាលទោះបីជាគាត់វះកាត់ហើយក៏ដោយឬក៏មិនទាន់ចូលដល់លក្ខខណ្ឌដែលធ្វើការវះកាត់ទេគាត់ត្រូវតែព្យាបាលដោយការប្រើថ្នាំហ្នឹងហើយអ្នកដែលគាត់ stroke ឬក៏បញ្ហាទៅលើសរសៃឈាមខួរក្បាលហ្នឹងណាមិនមែនមានតែមួយមុខហ្នឹងទេអាចមកជាមួយបញ្ហាលើសសម្ពាធឈាមបញ្ហាទឹកនោមផ្អែមអ្នកខ្លះក៏បញ្ហាតម្រងនោមអ្នកខ្លះក៏បញ្ហាទៅលើសួតបញ្ហាអីផ្សេងច្រើនមែនតើអញ្ចឹងការព្យាបាលដោយការប្រើថ្នាំដើម្បីគ្រប់គ្រងសម្ពាធឈាមគ្រប់គ្រងជាតិស្ករគ្រប់គ្រងជាតិខ្លាញ់បញ្ហាទៅលើបេះដូងបញ្ហាទៅលើសួតហើយនឹងរោគសញ្ញាផ្សេងទៀតគឺសំខាន់មែនទែនចំណុចទី2យើងព្យាបាលដោយការធ្វើចលនាអញ្ចឹងយើងដឹងហើយអ្នកដែលគាត់មានបញ្ហាដាច់ឬក៏ស្ទះសរសៃឈាមខួរក្បាលគាត់នឹងឲ្យផលវិបាកពីកាលភាពមកជាមួយឧទាហរណ៍ទន់ដៃជើងមួយចំហៀងពិបាកនិយាយពិបាកលេបធ្វើចលនាគឺដើម្បីឲ្យគាត់គ្រប់គ្រងឬក៏សម្របខ្លួនជាមួយការងារប្រចាំថ្ងៃរបស់គាត់របៀបនៃការលេបកុំឲ្យឆ្លក់កុំឲ្យមានបញ្ហាទៅលើសួតរបៀបនៃការប្រែឆ្វេងប្រែស្ដាំកុំឲ្យមានបញ្ហាតបៅខ្នងតបៅគូតរបៀបនៃការធ្វើចលនាដៃជើងដែលគាត់ពិការភាពហ្នឹងកុំឲ្យគាំងសន្លាក់ឬក៏អាចមានឱកាសមកវិញបានខ្លះរបៀបនៃការធ្វើចលនាដង្ហើមរបៀបនៃការអង្គុយការដើរការបត់ជើងមានរបៀបជាច្រើនទៀតដើម្បីកាត់បន្ថយផលវិបាកទៅថ្ងៃក្រោយណាចំណុចទី3គឺព្យាបាលទៅលើផ្លូវចិត្តរបស់គាត់ណាបញ្ហាសំខាន់គឺគាត់គិតច្រើនណាដោយសារតែគាត់មិនមែនដូចមុនទេគាត់មានពិការភាពមកជាមួយអញ្ចឹងអ្វីដែលគាត់ធ្វើចលនាគឺវាអាស្រ័យទៅលើអ្នកដែលថែគាត់អញ្ចឹងគាត់នឹងគិតដែរគិតច្រើនមែនតើឲ្យទៅជា depression បញ្ហាផ្លូវចិត្តបន្ទាប់ពីបញ្ហាសរសៃឈាមខួរក្បាលគឺត្រូវយកចិត្តទុកដាក់មែនតើ depression ឬក៏បាក់ទឹកចិត្តហ្នឹងធ្វើឲ្យគាត់អត់មានចំណង់អាហារអត់ញ៉ាំអត់អីណាហើយកាលណាអត់ញ៉ាំអត់អីប្រព័ន្ធភាពស៊ាំធ្លាក់ចុះបញ្ហាមេរោគចូលបញ្ហាទៅលើសួតបញ្ហាទៅលើបេះដូងបញ្ហាទៅលើសម្ពាធឈាមបញ្ហាទៅលើជាតិស្ករហើយនឹងជំងឺផ្សេងទៀតនឹងចូលមកគាត់អ្នកដែលគាត់មានបញ្ហាសរសៃឈាមខួរក្បាលត្រូវតែគ្រប់គ្រងផ្លូវចិត្តរបស់គាត់ឲ្យបានល្អកុំឲ្យមានបញ្ហាទៅថ្ងៃក្រោយ